ษย์ស្រីគឺអាចបង្ហាញអំពីបញ្ហាសុខភាពខាងក្នុងខ្លួនរបស់គាត់នៅពេលដែលបងប្អូនស្ត្រីមានបញ្ហាចេញមុនដោយក្នុងការរៀបរាប់មិនថាចេញតិចឬមួយក៏ចេញច្រើនមិនថាចេញនៅម្ដុំធ្គាមឬមួយក៏មនុស្សស្រីមួយចំនួនទៀតឡើងផ្ទុះនៅចំការឡើងផ្ទុះនៅម្ដុំមាត់ទាំងអស់នេះគឺបណ្ដាលមកពីកត្តាខាងក្នុងខ្លួនរបស់គាត់មានការប្រែប្រួលក៏ប៉ុន្តែមនុស្សស្រីជាច្រើនគឺមិនបានផ្ដោតទៅលើចំណុចទាំងអស់ហ្នឹងទេគឺគាត់គិតទៅលើកត្តាខាងក្រៅខ្លួនអាចគាត់គិតថាមកពីធូលីដីច្រើនមកពីស្បែករបស់គាត់ខ្សោយប៉ះជាមួយនឹងមេរោគតែបន្តិចធ្វើឲ្យស្បែករបស់គាត់គឺងាយនឹងកើតមុនខុសពីគេនេះគឺអាចជាការយល់ឃើញដែលខុសពីព្រោះថាបញ្ហាភាគច្រើនគឺបណ្ដាលមកពីកត្តាខាងក្នុងខ្លួនរបស់គាត់កត្តាខាងក្រៅគឺជាអតិពលទៅដល់សុខភាពស្បែកដែរក៏ប៉ុន្តែมันខ្លាំងដូចជាកត្តាខាងក្នុងខ្លួនឡើយទីមួយបើសិនជាបងប្អូនស្ត្រីមានការមករដូវមិនល្អអញ្ចឹងបើសិនជាមនុស្សស្រីមានការមករដូវឧទាហរណ៍ថា28ថ្ងៃមករដូវម្ដងក៏ប៉ុន្តែជាក់ស្ដែងមនុស្សស្រីមួយចំនួន30ថ្ងៃទៅមានការមករដូវឬក៏មនុស្សស្រីមួយចំនួនទៀត40ថ្ងៃទៅមានការមករដូវអញ្ចឹងបើសិនជាការមករដូវមិនទៀងមករដូវធ្វើទុកចុកពួរឬមួយក៏នៅពេលដែលគាត់មករដូវហ្នឹងគឺមានលក្ខណៈមកតិចសុទ្ធតែបង្ហាញប្រាប់ថាអរម៉ូនគ្មានលំនឹងដែលជំរុញឲ្យមនុស្សស្រីគឺមានបញ្ហាកើតមុនកាន់តែច្រើននេះហើយទៅបានជាមនុស្សស្រីមួយចំនួនគាត់ក៏សម្គាល់ឃើញថាមុនពេលដែលគាត់មករដូវហ្នឹងគឺមានការកើតមុនតែម្ដងចំណុចទី2គឺទាក់ទងជាមួយនឹងភាព stress គឺជាអរម៉ូនមួយយ៉ាងដែលមានការផ្ញើទៅលើអរម៉ូនអង់ដ្រូហ្សែនក្នុងរាងកាយមនុស្សស្រីនៅពេលដែលអរម៉ូនហ្នឹងបញ្ចេញមកកាន់តែច្រើននឹងធ្វើឲ្យក្រពេញខ្លាញ់របស់គាត់ហ្នឹងគឺមានការបញ្ចេញប្រេងមកកាន់តែច្រើនជាងកាលណាដែលប្រេងបញ្ចេញមកកាន់តែច្រើនធ្វើឲ្យមានការស្ទះរញើសនឹងធ្វើឲ្យមនុស្សស្រីគឺមានបញ្ហាកើតមុនមានការរលាកកោសិកាឡើងទៅជាស្នាមក្រហមហើយជាពិសេសបើសិនជាបងប្អូនស្ត្រីមានចំណុចទី3នោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាក្រពះពោះវៀនមេរោគអាក្រក់នៅក្នុងរាងកាយរបស់គាត់មានការកើនឡើងនេះហើយគឺជាមូលហេតុដែលធ្វើឲ្យមេរោគអាក្រក់ធ្វើការរីករាលដាលទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយសូម្បីតែនៅលើស្បែករបស់គាត់ហើយគឺជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីមានបញ្ហាចេញមុនកាន់តែច្រើនជាងទៅបានជាមនុស្សស្រីមួយចំនួននៅពេលដែលគាត់មានបញ្ហាមុនដំបូងគេគឺឡើងជាលក្ខណៈកទួលពណ៌ក្រហមឬមួយក៏កទួលពណ៌សនៅពេលដែលបញ្ហាហ្នឹងឧទាហរណ៍ដូចជាគាត់ stress ឬមួយក៏ញ៉ាំអាហារអត់ល្អកទួលពណ៌ក្រហមឬមួយក៏ពណ៌សហ្នឹងវានឹងវិវត្តទៅជាមានការស្តុកទុកទៅដល់ផ្ទុះនៅក្នុងមុនហ្នឹងអញ្ចឹងមនុស្សស្រីមួយចំនួនគឺអាចមានការឈឺចាប់គឺអាចមានការរមាស់នេះគឺបណ្ដាលមកពីកត្តាខាងក្នុងខ្លួនរបស់គាត់ជះឥទ្ធិពលទៅដល់សុខភាពស្បែករបស់មនុស្សស្រីអញ្ចឹងបើសិនជាបងប្អូនស្ត្រីកំពុងតែមានបញ្ហាដូចនៅក្នុងការរៀបរាប់មិនថាចេញមុននៅម្ដុំមុខនៅម្ដុំធ្គាមនៅម្ដុំកនៅលើទ្រូងបងប្អូនស្ត្រីខ្ញុំចង់បង្ហាញវីតាមីន B ប្រភេទទៅកាន់បងប្អូនដែលអាចញ៉ាំជាមួយនឹង Nutrition Yumi Nutrition Acne Clear និង Nutrition Curry Pair